បងប្អូនហើយរឿងមួយនេះពិតជាសង្វេគមែនទែនឧបទ្ទវហេតុរថយន្តធ្លាក់ចូលទន្លេនៅឯខេត្តកំពង់ចាមដែលបណ្ដាលឲ្យមនុស្សស្លាប់2នាក់និងរងរបួស2នាក់និងបាត់ខ្លួនម្នាក់ទៀតមិនទាន់រកឃើញទេនៅក្នុងទន្លេបាទហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី29ខែតុលាឆ្នាំ2025នៅវេលាម៉ោង 10:11 នាទីដោយឡានមួយគ្រឿងម៉ាកសាំយ៉ុងបានបើកធ្លាក់ចូលទៅក្នុងទឹកទន្លេមេគង្គនៅភូមិជ័យឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមនៅក្នុងរថយន្តនោះគឺមានមនុស្ស5នាក់ជាគ្រួសារដោយបានធ្វើដំណើរពីស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំឆ្លងកាត់ស្រុកស្រីសន្ធរនេះបើយោងទៅតាមលោកអ៊ុនច័ន្ទយ៉ាដាអភិបាលខេត្តកំពង់ចាមបានធ្វើការឲ្យដឹងដោយលោកបានធ្វើការបញ្ជាក់នៅក្នុងបណ្ដាញសង្គម Facebook ថាគិតមកដល់ត្រឹមម៉ោង 5 ល្ងាចនេះក្រុមការងាររស់រករបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាមបានរកឃើញរថយន្តនិងបានអស់យកមកច្រាំងទន្លេបាននៅក្នុងហេតុការណ៍នេះបណ្ដាលឲ្យមានមនុស្សរបួស2នាក់ស្លាប់2នាក់និងបាត់ខ្លួន1នាក់កំពុងតែធ្វើការរស់រកកត្តាដែលនាំឲ្យគ្រោះថ្នាក់នេះកើតឡើងគឺដោយសារតែការធ្វើប្រហែសរបស់អ្នកបើកបរតែម្ដងជាព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះក៏សូមបញ្ចប់មានការខុសឆ្គងសូមអធិស្ឋាន